សួស្តីអ្នកនរគ្នាត្រឡប់មកជួបជាមួយខ្ញុំម៉េម្ដងទៀតហើយនៅក្នុងវីដេអូនេះដែរប្រហែលជាមានសំឡេងរំខានច្រើនបន្តិចហើយសារតែខ្ញុំអត់មានមីក្រូហ្វូនប្រើទេហើយសម្រាប់អ្នកដែលចង់ឧបត្ថម្ភខ្ញុំអាចឧបត្ថម្ភតាម QR Code មួយនេះបានរាល់ឈ្មោះអ្នកឧបត្ថម្ភទាំងអស់ខ្ញុំនឹងដាក់នៅវីដេអូបន្ទាប់ហើយចំពោះអ្នកដែលមកថ្មីកុំភ្លេចជួយ Like Subscribe និងបើករូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងបើរួចរាល់អស់ហើយតោះចូលទៅកាន់វីដេអូរបស់យើងតពីវគ្គមុនមកបាជីរ៉ាក៏បាននិយាយថាខ្ញុំនឹងបញ្ឆោតពួកគេហើយប៉ះបាល់វែងមួយឲ្យឯងដើម្បីសុទ្ធអ៊ីសាហ្គីគេក៏បានយល់ព្រមអ៊ីសាហ្គីគេក៏បានប៉ះបាល់ឲ្យបាជីរ៉ាហើយគេក៏បានរត់ឡើងទៅលើគ្រប់គ្នាគឺឆ្ងល់ខ្លាំងណាស់តែអ៊ីសាហ្គីគេកំពុងធ្វើអ្វីទៅរត់បណ្ដាគិតបណ្ដាតែខ្ញុំនឹងសុទ្ធបញ្ចូលទេបានមួយគ្រាប់ដើម្បីក្រុមយើងសហការគ្នានេះហើយគឺជាអត្តន័យនៃពាក្យកែច្នៃគ្រាប់បាល់ពីចំណុច0មកខ្ញុំសហការគ្នាជាមួយបាជីរ៉ាប្រហែលជាអាចសុទ្ធបានមួយគ្រាប់ឡាក៏3អ្នករបស់ Team X បានមកបិទបាជីរ៉ាក៏បានឃើញអាការល្អគេក៏បានប៉ះបាល់វែងមួយទៅកាន់អ៊ីសាហ្គីក៏បានទប់បាល់នោះជាប់ហើយគេក៏បានបណ្ដាបាល់ទៅមុខមិនឃើញខ្សែការពារនៅនឹងមុខបែបនេះគេក៏បានគិតថាគេប្រហែលជាអាចរកបានមួយគ្រាប់ហើយក៏ប៉ុន្តែភ្លាមនោះដែរបរិមម្នាក់ក៏បានចេញមកដែលគេបាននិយាយថាឯងកំចង់លេចធ្លោជាងខ្ញុំឲ្យសោះខ្ញុំបានប្រាប់ឯងហើយថាខ្ញុំគឺជាស្ដេចឯម្នាក់នោះគឺជាបារ៉ូអ៊ីសាហ្គីគេក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងគេគិតថាតើបរិមម្នាក់នេះអាចមើលធ្លុះការគិតរបស់គេបានមែនទេឃើញបារ៉ូចេញមកបិទគេបែបនេះគេមិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេភ្លាមនោះដែរគេក៏បានលើសំឡេងរ៉ៃឈីនិងគុននីកាមីនិយាយថាខ្ញុំនៅក្រៅឯងអ៊ីសាហ្គីប៉ះបាល់មកកាន់ខ្ញុំមកហើយបារ៉ូក៏បានស្ទុះមកដណ្ដើមបាល់ពីគេភ្លាមនោះដែរញៀនរបស់គេក៏បានប្រាប់គេអំពីរឿងរ៉ាវគ្រប់យ៉ាងនៅក្នុងត្រាំងបាល់ហើយបារ៉ូគេក៏កំពុងតែស្ទុះមករកគេផងដែរហើយអ៊ីសាគេក៏បានសម្រេចចិត្តថាប៉ះបាល់ទៅឲ្យគុននីកាមីបារ៉ូក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដ៏លឿនរបស់អ៊ីសាហ្គីមួយនេះសូម្បីតែប៉ាជីរ៉ាគេក៏បានភ្ញាក់ផ្អើលផងដែរបាល់ក៏បានលោតទៅដល់មុខគុននីកាមីគេក៏បាននិយាយថាអរគុណណាស់អ៊ីសាហ្គីកីឡាករខាង Team X គេក៏បាននិយាយថាគុននីកាមីនឹងមិនអាចសុទ្ធចូលបានទេព្រោះចម្ងាយនេះគឺវាឆ្ងាយខ្លាំងណាស់ប៉ុន្តែមិនដែលអ្វីដែលគេគិតនោះទេគុននីកាមីក៏បានសុទ្ធមួយជើងលាន់ដោយក្រកំភ្លើងចូលទៅក្នុងសំណាញ់ទីគ្រប់គ្នាក៏បានភ្ញាក់ផ្អើលជាមួយនឹងការសុទ្ធដ៏ខ្លាំងមួយនេះពេលនេះលទ្ធផលគឺ5-1គុននីកាមីគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងហើយរ៉ៃឈីគេក៏បានខឹងអ៊ីសាហ្គីជាខ្លាំងតែឯងកំពុងធ្វើអ្វីនឹងអ៊ីសាហ្គីហេតុអ្វីបានជាឯងប៉ះបាល់ឲ្យគុននីកាមីបែបនេះទាំងតែពេលនោះគឺគ្មានអ្នកណាមកបិទខ្ញុំនោះទេអ៊ីសាហ្គីគេក៏បានតបទៅវិញថាពេលនោះខ្ញុំរៀបនឹងសុទ្ធនោះទេប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីនោះទេបានជាខ្ញុំប៉ះបាល់ឲ្យគុននីកាមីបែបនេះរ៉ៃឈីគេក៏បាននិយាយថាឯងពិតជាឈួតហើយគូនក៏បានចេញមកខាត់ពួកគេផងដែរឈប់ទៅរ៉ៃឈីយ៉ាងហោចណាស់ក៏ពួកយើងបានសុទ្ធចូលមួយគ្រាប់ផងដែររ៉ៃឈីគេក៏បាននិយាយថាហេតែឯងឈួតដែរមែនទេហេតុអ្វីបានជាយើងត្រូវអបអរគ្រាប់បាល់ដែលយើងមិនបានសុទ្ធនោះតើឯងមិនបានស្ដាប់អ្វីដែលអ៊ីហ្គោបាននិយាយមែនទេគឺអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេនឹងអាចឆ្លងទៅវគ្គបន្ទាប់បានហើយរ៉ៃឈីគេក៏បាននិយាយទៅកាន់អ៊ីសាហ្គីថាឯងមានឱកាសដើម្បីរកគ្រាប់បាល់ហើយហេតុអ្វីបានជាឯងប៉ះឲ្យគេបែបនេះតែឯងមកទីនេះគឺដើម្បីអ្វីទៅអ៊ីសាហ្គីគេក៏បាននិយាយថានោះខ្ញុំធ្វើដោយអចេតនានោះទេបារ៉ូគេក៏បានដើរមកហើយគេក៏បាននិយាយថាហេលេខ11ឯងគឺមិនស័ក្តិសមធ្វើជាខ្សែប្រយុទ្ធនោះទេឯងគឺមានភាពភ័យខ្លាចពេលដែលឯងប្រឈមមុខជាមួយនឹងគោលដៅហើយឯងក៏គ្មានទេពកោសល្យអ្វីដែរអ៊ីសាហ្គីគេក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមនោះដែរសំឡេងកញ្ចែបញ្ចប់ការប្រកួតក៏បានបន្លឺឡើងកីឡាករខាង Team X ពិតជាសប្បាយចិត្តខ្លាំងណាស់ចំណែក Team Z វិញពួកគេពិបាកចិត្តខ្លាំងណាស់ព្រោះដោយសារតែពួកគេចាញ់ការប្រកួតដំបូងរ៉ៃឈីក៏បានបកអ៊ីសាហ្គីទៅម្ខាងហើយអ៊ីសាហ្គីក៏បានអង្គុយគិតតែម្នាក់ឯងតើខ្ញុំបានធ្វើអ្វីអំបញ្ញមិញនេះខ្ញុំបាននិយាយថាខ្ញុំនឹងរកគ្រាប់បាល់ពី0ទៅ1ហើយចំណែកឯគុននីកាមីនិងប៉ាជីរ៉ាវិញគេក៏បានសម្លឹងទៅមើលអ៊ីសាហ្គីពីចម្ងាយផងដែរហើយអ៊ីសាហ្គីគេក៏បាននិយាយថាខ្ញុំមិនសមធ្វើជាខ្សែប្រយុទ្ធនោះទេយើងកាត់ចូលមកដល់ក្នុងបន្ទប់ផ្លាស់ខោអាវវិញគួនគេក៏បានរៀបចំទម្រង់លេងសម្រាប់ការប្រកួតបន្ទាប់រ៉ៃឈីនិយាយថាការប្រកួតបន្ទាប់ខ្ញុំនឹងក្លាយជាខ្សែប្រយុទ្ធម្ដងហើយកីឡាករម្នាក់ទៀតគេក៏បាននិយាយថាបើសិនជាខ្ញុំធ្វើជាខ្សែប្រយុទ្ធក្រុមរបស់យើងអាចមានឱកាសឈ្នះច្រើនហើយអ៊ីហ្ការ៉ាឈីគេក៏បាននិយាយថាខ្ញុំនឹងមិនធ្វើខ្សែការពារម្ដងទៀតទេចំណែកអ៊ីសាហ្គីវិញគេក៏នៅតែគិតនៅអ្វីដែលបារ៉ូបាននិយាយមុននេះឯងមានភាពភ័យខ្លាចពេលដែលឯងប្រឈមមុខជាមួយនឹងគោលដៅដូចនេះគេនឹងដកឯងចេញពីខ្សែប្រយុទ្ធហើយឯងគឺគ្មានទេពកោសល្យនោះទេហើយគេក៏បានឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាគេបបាល់គុននីកាមីខ្ញុំមិនបានរីកចម្រើនអ្វីទាំងអស់តាំងពីខ្ញុំមកដល់ទីនេះដើម្បីរស់នៅក្នុង Blue Lock នេះបានខ្ញុំត្រូវតែស្វែងយល់ថាតើខ្សែប្រយុទ្ធគឺមានតួនាទីអ្វីខ្លះហើយចំណែកកីឡាករនៅក្នុងធីមសិតពួកគេក៏បានដណ្ដើមគ្នាដើម្បីធ្វើជាខ្សែប្រយុទ្ធគូនក៏បាននិយាយថាគ្រប់គ្រាន់ហើយអ្នកគ្រប់គ្នាតើអ្នកទាំងអស់គ្នាបានដឹងពីស្ថានភាពយើងពេលនេះដែរឬទេយើងគឺជាក្រុមដែលបានចាញ់ម្ដងរួចទៅហើយការប្រកួតដំបូងគឺមាន5ក្រុមដើម្បីប្រកួតជាមួយគ្នាហើយមានតែ2ក្រុមប៉ុណ្ណោះដែលអាចឆ្លងទៅវគ្គបន្ទាប់បានបើសិនជាយើងបានចាញ់ម្ដងទៀតយើងនឹងត្រូវចាក់ចេញពីទីនេះហើយបើយើងមិនដឹងថាត្រូវធ្វើបែបណាដើម្បីឈ្នះនោះអនាគតរបស់យើងនឹងត្រូវបានបញ្ចប់នៅទីនេះហើយ
ហើយ Igarashi គេក៏បានសួរទៅកាន់គួនថាតើឯងមានកំណត់អ្វីល្អអត់គួនគេក៏បានឆ្លើយថាពេលនេះគឺមិនទាន់មាននោះទេ Igarashi ក៏បាននិយាយថាតើឯងនិយាយនេះមានប្រយោជន៍អ្វីតើគួនក៏បានតបទៅវិញថាតែយើងត្រូវតែធ្វើអ្វីមួយហើយភ្លាមនោះគូនីកាមីក៏បាននិយាយថាខ្ញុំមិនអាចរកគ្រាប់បាល់បានទេបើសិនជាគ្មាន Pachira និង Isage ពួកគេគួរតែអាចបង្ហាញផ្លែពួកយើងបានហើយ Raichi គេក៏បាននិយាយថាឯងពិតជាមានល្បិចខ្ពស់ណាស់តែឯងចង់រកគ្រាប់បាល់ឲ្យបានច្រើនជាងគេដើម្បីឈ្មោះទៅវគ្គបន្ទាប់តាមមែនទេហើយភ្លាមនោះដែរ Pachira ក៏បានដើរចូលមកនៅក្នុងបន្ទប់ទាំងស្រាលដែលគេក៏បាននិយាយថានោះគឺជាកំណត់ល្អសិនជាយើងធ្វើវាបានកាន់តែច្រើនយើងអាចនឹងឈ្នះមែនទេ Isage សមាជិកនៅក្នុងក្រុមពួកគេក៏បាននិយាយថាយើងមិនអាចផ្ដោតលើកូដៅតែមួយនេះបានទេ Chigiri គេក៏បាននិយាយថាខ្ញុំមិនគិតថាពាក្យសម្ដីរបស់ Igo គឺត្រឹមត្រូវនោះទេ Igo ក៏តែងតែនិយាយថាដើម្បីអាចឈ្នះពាន World Cup បានយើងគួរតែយក Ronaldo, Messi និង Cantona ជាគំរូប៉ុន្តែពួកគេទាំង3នាក់គឺមិនដែលឈ្នះពាន World Cup នោះទេ Igo ក៏បាននិយាយថាត្រូវការឆ្នៃគ្រាប់បាល់ពីចំណុច0នេះប្រហែលជាតម្រុយមួយដែរហើយភ្លាមនោះដែរ Isagi គេក៏បានក្រោកឡើងហើយគេក៏បាននិយាយថាអេគ្រប់គ្នាខ្ញុំមិនមានយុទ្ធសាស្ត្រណាមួយដើម្បីឈ្នះនោះទេប៉ុន្តែខ្ញុំគឺបានដឹងពីអ្វីដែលហៅថាការកែច្នៃគ្រាប់បាល់ពីចំណុច0ហើយ Raichi គេក៏បានឲ្យ Isagi បញ្ចូលពួកគេមក Isagi ក៏បាននិយាយបន្តទៀតថានៅក្នុងថ្ងៃនេះអ្វីដែលអ្នកគ្រប់គ្នាគិតដំបូងពេលចូលទៅដល់តារាងបាល់នោះគឺគ្រប់គ្នាចង់សុទ្ធបញ្ចូលទីខ្លួនឯងដើម្បីឆ្លងទៅវគ្គបន្ទាប់នោះប្រហែលជាអ្វីដែលមានន័យថា0ហើយ Baro ក៏បានទម្លុះពីលេខ0នោះហើយគេក៏បានសុទ្ធឡើងមួយគ្រាប់ហើយធ្វើឲ្យក្រុមគេសហការគ្នាជាក្រុម Baro ក៏បានប្រើទេពកោសល្យរបស់គេដើម្បីទម្លុះពី0ទៅលេខ1ដូច្នេះអ្វីដែលយើងត្រូវធ្វើនោះគឺប្រែពី0ទៅលេខ1មានតែចរិតនិងទេពកោសល្យដែលមិនអាចកែប្រែបានទេទៅធ្វើវាកើតគួនគេក៏បាននិយាយថាដូចនេះខ្សែយុទ្ធត្រូវមានតួនាទីកែប្រែពីលេខ0ទៅលេខ1ហើយចំណែកឯកីឡាករម្នាក់ទៀតគេក៏បាននិយាយថាអញ្ចឹងមានន័យថា Igo គាត់បានដាក់ច្បាប់អ្នកណាដែលរកគ្រាប់បាល់បានច្រើនជាងគេនឹងត្រូវទៅវគ្គបន្ទាប់ដើម្បីឲ្យកីឡាករនៅក្នុងក្រុមច្រកបុកច្រកបាល់ហើយ Isagi គេក៏បាននិយាយថាប្រហែលហើយព្រោះធ្វើបែបនេះអាចឲ្យភាពអាត្មានិយមរបស់កីឡាករម្នាក់ៗត្រូវបានលាតត្រដាងយើងត្រូវបានបង្ខំឲ្យគិតតែពីខ្លួនឯងដោយមិនគិតពីមុខងារនិងយុទ្ធសាស្ត្រនៅក្នុងក្រុមនោះទេហើយភាពអាត្មានិយមរបស់យើងនឹងត្រូវប៉ះគ្នាមុននឹងយើងខ្លាចជាក្រុមតែមួយហើយភ្លាមនោះដែរ Igo គេក៏បានចេញមកគេក៏បាននិយាយថាល្អខ្លាំងណាស់ពួកឯងបាននិយាយត្រូវហើយសួស្តីគ្រាប់ពេជ្រទាំងអស់គ្នាការប្រកួតទី2នៃអគារទី5ទើបតែបានបញ្ចប់ក្រុម V បានយកឈ្នះក្រុម Y 8-0ហើយគ្រប់គ្នានៅក្នុងទីមសិតបានភ្ញាក់ផ្អើលជាខ្លាំងហើយ Igo គេក៏បាននិយាយថាពួកឯងកំពុងតែដើរលើផ្លូវត្រូវហើយប៉ុន្តែពួកឯងនៅតែមិនដឹងពីរបៀបឡើងពី0ទៅលេខ1ជាដំបូងយើងត្រូវតែយកប្រទេសជប៉ុនមកនិយាយខ្ញុំនឹងយកកីឡាសំខាន់ៗរបស់ប្រទេសជប៉ុនទៅប្រៀបធៀបទៅនឹងពិភពលោកគឺកីឡា Baseball ប្រព័ន្ធខាងក្នុងរបស់វាមានកំឡុងពេលផ្សេងគ្នាសម្រាប់វាលោកនិងការការពារឲ្យគ្មានទំនាក់ទំនងរាងកាយនៅក្នុងទីលាននោះទេនីតិនីមួយៗត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងកីឡានេះហើយវាសមនឹងចិត្តរបស់ជនជាតិជប៉ុនដោយធ្វើអ្នកចាប់បាល់នេះហើយគឺជាមូលហេតុដែលយើងខ្លាំងនៅក្នុងកីឡាមួយនេះតែនោះគឺមិនមែនជាអ្វីដែលស្ថិតនៅក្នុងបាល់ទាត់នោះទេវាមានទីតាំងបើកចំហដែលអាចផ្លាស់ប្ដូរបានគ្រប់ស្ថានភាពនៅក្នុងកីឡានេះអ្នកគឺមិនអាចឈ្នះដោយគ្រាន់តែធ្វើកិច្ចការដែលអ្នកបានទទួលនោះទេនោះហើយគឺជាមូលហេតុដែលធ្វើឲ្យអ្នកត្រូវការជំនាញផ្ទាល់ខ្លួននៅក្នុងបាល់ទាត់មុខតំណែងដែលអាចធ្វើឲ្យជប៉ុនលេងខ្លាំងនោះគឺមានតែខ្សែបម្រើនិងខ្សែការពារតែប៉ុណ្ណោះពួកគេធ្វើការដូចជាឆ្កែនៅក្នុងក្រុមដែលកែប្រែពីមួយដែលខ្សែយុទ្ធបានរកបានទៅជា100មានការលះបង់ទេបាល់ទាត់របស់ប្រទេសជប៉ុននឹងមិនទៅមុខឡើយដូច្នេះនឹងមិនមានបដិវត្តន៍នោះទេនៅក្នុងបាល់ទាត់គឺមានន័យថាការសុទ្ធបញ្ចូលទីគឺជាការបំបាក់ទឹកចិត្តរបស់ក្រុមគូបរិបត្តិរបស់យើងដែលធ្វើឲ្យខ្សែយុទ្ធខ្លាចទៅជាអ្នកបំផ្លាញទង្វើនៃការសុទ្ធបញ្ចូលទីគឺជាបដិវត្តន៍នៅលើទីលានដែលអ្នកបានបំបាក់ទឹកចិត្តគូសត្រូវរបស់អ្នកគ្រាប់ពេជ្រទាំងអស់គ្នាកុំបណ្ដាលខ្លួនឯងជាប់នៅក្នុងទូនីតិអ្នកគឺត្រូវការច្នៃគ្រាប់បាល់ពីចំណុច0គឺយកទេពកោសល្យដែលអ្នកមានដើម្បីធ្វើជាខ្សែប្រយុទ្ធគិតឲ្យខ្លាំងចំពោះអ្វីដែលអ្នកអាចធ្វើវាជាមួយនឹងរាងកាយនិងចិត្តរបស់អ្នកហើយ Ego ក៏បានទៅវិញបាត់ទៅហើយ Isagi គេក៏បាននិយាយថាទេពកោសល្យវាគឺជារបបកំហើញថ្មីដែលយើងអាចរកឈ្នះនៅក្នុងការប្រកួតបន្តទៀត